បាទសួស្តីអ្នកនរគ្នាចឹងនេះយើងរៀនទៅក្នុងការបង្កើត meeting នៅតាម Google Meet បាទជាង Google Meet កាលណាដែលយើងចូលមកកាន់ Chrome យើងមានទាំង browser ហើយយើងចុចមកខាងណាចុចកន្លែង Google App មកបាទនៅខាងស្ដាំនេះយើងមើលពាក្យ Meet បាទពេលកន្លែងយើងចុច Meet យើងអាចធ្វើការរើស option បើសិនជាភាសាអង់គ្លេសយើងមានទៅតាមនោះតែភាសាខ្មែរយើងមានតែ3 option សម្រាប់លើទេទី1ការបង្កើតប្រជុំសម្រាប់ពេលក្រោយតើតើការបង្កើតប្រជុំសម្រាប់ពេលក្រោយនេះយើងអាចបង្កើតរួចយើងធ្វើការផ្ញើ link ទៅយើងអាចចុចទៅចូល link ទៅយើងចូលធ្វើការប្រជុំតែបើយើងប្រជុំភ្លាមយើងធ្វើការបង្កើតទៅន័យថាយើងអាចបញ្ចូលប្រជុំតែម្ដងដោយមិនបាច់ជុំ copy link ទេគឺយើងចូលប្រជុំភ្លាមតែម្ដងអូខេអញ្ចឹងកុំឲ្យខាត់ពេកខ្ញុំមកធ្វើការឧទាហរណ៍មើលមួយទៅទៅនឹងការបង្កើតប្រជុំពេលក្រោយបាទការបង្កើតប្រជុំពេលក្រោយវាចេញលក្ខណៈបែបនេះគឺពេលយើងចុចការបង្កើតជុំពេលក្រោយយើងចេញលក្ខណៈឲ្យយើង copy link តែម្ដងអញ្ចឹងយើងអាចធ្វើការ save link នឹងទុកបាទឧទាហរណ៍យើងផាស link នេះ link ដែលយើងធ្វើការប្រជុំអញ្ចឹង link នេះយើងផ្ញើទៅពេលណាក៏បានវាអត់កំណត់ទេពេលយើងចង់ប្រជុំពេលណាយើងគ្រាន់តែផ្ញើ link នេះចូលតាម Telegram ឬក៏តាម chat ឬ Messenger យើងអាចចូលទៅផ្ញើទៅហើយអ្នកដែលចង់ចូលរួមប្រជុំគឺចុចទៅកាន់ link នេះក៏អាចធ្វើការចូលរួមប្រជុំបានដែរអូខេអញ្ចឹងមួយទៀតតទៅនឹងទី2 option ទី2ការចាប់ផ្ដើមការប្រជុំភ្លាមអញ្ចឹងកន្លែងនេះយើងចុចទី2នឹងមកវានឹងធ្វើការ load ឲ្យយើងតែមានការបើកកាមេរ៉ាបាទហើយសំឡេងហើយយើងធ្វើការ copy link នៅខាងណាបាទហើយនេះយើងកំពុងតែឈរនៅកន្លែងប្រជុំហើយធ្វើការផ្ញើ link នេះទៅឲ្យមិត្តភ័ក្តិរបស់យើងបានអញ្ចឹង link ខាងក្រោមនេះ link ដែលយើងបានធ្វើការប្រជុំភ្លាមប៉ុន្តែ link នេះគឺ link ខាងលើដែលយើងធ្វើការបង្កើតប្រជុំនៅពេលក្រោយបាទអញ្ចឹងកន្លែងនេះយើងអាចធ្វើការទៀតយើងអាចចុចកន្លែងរូបការគ្រប់គ្រងអ្នករៀបចំនេះអាចចុចកន្លែងនេះហើយអូសមកក្រោមវាមានពាក្យជាពាក្យបើកតាណាយើងពេលដែលអ្នកប្រជុំធ្វើការចូលមកប្រជុំគឺបានន័យថាគឺគាត់ទៅចុច link នេះគឺចូលអូតូយើងមិនបាច់ធ្វើការអនុញ្ញាតទេតែបើយើងគ្រាទី2នេះគឺត្រូវធ្វើការអនុញ្ញាតសិនហើយចូលទៅបាទអញ្ចឹងអ្នកទាំងអស់គ្នាសម្រាប់ទៅដល់ការបង្កើត